ជំរាបសួរបางប្អូនសប្បុរសជនដែលនៅក្នុងនិងក្រៅប្រទេសទាំងអស់ចាប់ថ្ងៃនេះផងដែរនាងខ្ញុំវល់ម៉ាឌីសមាជិកក្រុមដើម្បីស្នាមញញឹមបានចុះមកដល់ក្នុងខេត្តកណ្ដាលចាដើម្បីមកជួបនឹងលោកយាយទុរគតទាំងពីរនាក់ចាខណៈពេលដែលលោកនាងខ្ញុំបានមកលេងនៅផ្ទះបងថ្លៃរបស់នាងខ្ញុំនៅក្នុងខេត្តកណ្ដាលនេះចាដែលលោកយាយទាំងពីរគាត់បានសុំនៅអាហារមួយពេលឥឡូវនេះគឺបងអូនបានរៀបចំទិញនៅគ្រឿងបរិភោគរួមនឹងធ្វើជាចំណីអាហារដើម្បីជូនដល់លោកយាយផងដែរចាជំរាបសួរលោកយាយចាលោកយាយមានឈ្មោះអ្វីដែរលោកយាយជំខួនមានបច្ចុប្បន្នប្រហែលឆ្នាំដែរលោកយាយ83ឆ្នាំលោកយាយរស់នៅក្នុងភូមិអីខេត្តអីដែរលោកយាយភូមិស្លែងដីដងស្រុកពញាលឺចាស្រុកពញាលឺខេត្តកណ្ដាលចារាល់ថ្ងៃលោកយាយរស់នៅជាមួយនឹងអ្នកណាដែរលោកយាយជាមួយក្មួយលោកយាយអត់មានកូនមានចៅទេអត់មានកូនមានចៅទេចាមានគូចាខ្ញុំជំរាបសួរលោកយាយខាងនេះដែរលោកយាយមានគូអ្វីដែរលោកយាយណេងចាលោកយាយមានបច្ចុប្បន្នប្រហែលឆ្នាំហើយ70ឆ្នាំលោកយាយរស់នៅក្នុងភូមិឃុំជាមួយនឹងលោកយាយខាងនេះដែរលោកយាយចាចុះលោកយាយមានកូនមានចៅដែរទេចាអត់មានទេចាបងប្អូនសប្បុរសជនទាំងអស់ចាដោយក្តីអាណិតចំពោះលោកយាយទាំងពីរដែលលោកយាយគាត់មានកូនមានចៅគាត់រស់នៅដោយរស់នៅក្នុងនៅក្រោមផ្ទះរបស់គេចាដែលមាននៅក្រែតតែមួយចឹងទៅណាលោកយាយចារស់នៅក្រោមផ្ទះចាតែគេអ្នកចិត្តខាងនេះមានក្តីអាណិតដល់លោកយាយគេក៏បានឲ្យលោកយាយរស់នៅក្រោមផ្ទះដោយដាក់មីក្រែសម្រាប់លោកយាយរស់នៅចាឥឡូវនេះនាងខ្ញុំក៏បានក៏បានចុះមកជួបនឹងលោកយាយចាដោយនាងខ្ញុំបានទិញជាគ្រឿងបរិភោគរួមនឹងធ្វើចំណីអាហារជូនលោកយាយបរិភោគផងដែរដោយថវិកាទាំងនេះគឺនាងខ្ញុំបានពីបងប្រុសលីតាចាន់អ៊ីនតែគាត់រស់នៅសហរដ្ឋអាមេរិកតែគាត់តែងតែផ្ដល់នៅថវិកាមករូបនាងខ្ញុំដើម្បីឲ្យរូបនាងខ្ញុំបែងចែកនៅធ្វើការងារសប្បុរសធម៌ឥឡូវនេះផងដែរនាងខ្ញុំក៏បានយកថវិកាដែលគាត់បានឧបត្ថម្ភឲ្យនាងខ្ញុំគឺមានថវិកាចំនួន$100ដើម្បីនាងខ្ញុំបែងចែកឥឡូវនេះនាងខ្ញុំបានទិញនៅជាគ្រឿងបរិភោគរួមនឹងធ្វើជាចំណីអាហារជូនដល់លោកយាយពិសាផងដែរនាងខ្ញុំបានធ្វើចំណីអាហារជូនលោកយាយមានត្រីងៀតអាឡឹករួមមានស្ងោរជ្រូកបង្គាចាដើម្បីឲ្យលោកយាយពិសារួមនឹងមានភេទជ្ជៈដើម្បីលោកយាយពិសាផងដែរក្នុងនោះបន្តទៀតគឺនាងខ្ញុំបានទិញជាគ្រឿងបរិភោគជូនលោកយាយដោយមានមីម្នាក់ចំនួន1កែត្រីងៀត1គីឡូទឹកដោះគោចំនួន2កំប៉ុងហើយស្ករស1គីឡូទឹកស៊ីអ៊ីវ1យួរចាក្នុងនោះផងដែរគឺបងអូនក៏បានបែងចែកទិញនៅជាសម្លៀកបំពាក់ដើម្បីជូនលោកយាយសម្រាប់ឲ្យលោកយាយស្លៀកពាក់ទៅវត្តចាមានសម្លៀកបំពាក់មានសម្លៀកបំពាក់សម្រាប់ស្លៀកទៅវត្តចំនួន1កំផ្លែក្រមា1ស្បែកជើងថ្មីចំនួន1គូចាសម្រាប់លោកយាយពាក់ចាចំណែកលោកយាយខាងនេះក៏មានដូចគ្នាសម្លៀកបំពាក់ចំនួន1កំផ្លែក្រមា1រួមនឹងស្បែកជើងចំនួន1គូចាក្នុងនោះផងដែរគឺអូនបានបែងចែកនៅថវិកាដើម្បីជូនលោកយាយដើម្បីឲ្យលោកយាយបែងចែកទិញគ្រឿងបរិភោគបន្ថែមរួមនឹងសម្រាប់លោកយាយថវិកាដែលលោកយាយចង់ធ្វើបន់ធ្វើទានចានៅថវិកាចំនួនម្នាក់$10,000រៀលសម្រាប់ជូនលោកយាយបន្ថែមលោកយាយចាម្នាក់$10,000រៀលចាសំឡេងផងដែរគឺមានបងស្រីលីនដាចាដែលគាត់រស់នៅដែលជាគាត់ជាបងថៃរបស់នាងខ្ញុំផ្ទាល់តែម្ដងគឺគាត់បានជូនថវិកាជូនដល់លោកយាយបន្ថែមគឺក្នុងម្នាក់គឺ$10,000រៀលផងដែរចាចាំក្រោយលោកយាយមានពាក្យពេចន៍អីដើម្បីអរគុណទៅដល់លោកបងប្រុសដែលគាត់ជូនថវិកាមកទេដល់កន្លែងនេះបងការលើការនិយាយមកឲ្យលឿននិយាយលឿនចាlại hàng trình đi có trình đi lại và mình từng mà có ấy cũng hơn rồi ấy cái bạn tôi ấy mà còn sọc cho bạn là hô bao hô màu Chị trong cõi nhưng không bon vấn đề
ក៏សូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ដែលតែងតែផ្ដល់នូវក្តីទុកចិត្តនិងទំនុកចិត្តដល់រូបនាងខ្ញុំហើយក៏តែងតែផ្ដល់ជំនួយតាមរយៈរូបនាងខ្ញុំជារៀងរហូតមកផងដែរនាងខ្ញុំក៏សូមអរគុណហើយក៏សូមជូនពរបងប្អូនសប្បុរសជនទាំងអស់សូមជួបតែសំណាងល្អសុខភាពល្អរកស៊ីទទួលទានមានបានឥឡូវនេះពេលនេះសូមឲ្យបងប្អូនសប្បុរសជនទាំងអស់អញ្ជើញមើលពីគាត់នៅភាសាអាហារដែលនាងខ្ញុំបានធ្វើជូនគាត់ចា៎លោកយាយចេញភាសាអាហារខ្ញុំស្លាប់ដឹងថាតាបឬប្រែទេប៉ុន្តែnhà vừa là lúc vừa chặt hai giờ ta như sa chỉ như sa ta là có ba chất này làm xong tích đây ta có phải cái nó thành mà chặt cái đi xa cho cái xa là ok đấy đại đi cái tục đi không xong rồi sốt tốt sao giờ tập kia anh muốn chỉ lại bỏ cái này con tập kia không đi được giấy đi nè rồi giấy mày đá sao trái rồi giấy cảm ơn cha sao ạ thì ai nhiều là công